ភពលោកបញ្ចេញប្រតិកម្មផ្សេងគ្នានៅពេលដែលអាមេរិកនិងអ៊ីស្រាអែលវាយអ៊ីរ៉ង់តំបន់ដើមបូព៌ាកំពុងប្រឈមនឹងភាពហិង្សាជាថ្មីក្រោយពីអាមេរិកនិងអ៊ីស្រាអែលបើកប្រតិបត្តិការយោធាផ្លូវអាកាសវាយប្រហារទៅលើអ៊ីរ៉ង់ហើយអ៊ីរ៉ង់ក៏បាញ់មីស៊ីលតបតវិញសម្ដៅលើប្រទេសជាច្រើននៅក្នុងតំបន់នៅចំពោះមុខការវាយប្រហារគ្នានេះអង្គការសហប្រជាជាតិក្រុមមហាអំណាចតូចធំបណ្ដាប្រទេសជិតខាងឆ្ងាយឬជិតបានបញ្ចេញប្រតិកម្មបន្តគ្នាដោយមិនបង្អំខ្លះបរិហារខ្លះស្រែកទាមទារសូមឲ្យបញ្ឈប់ជាបន្ទាន់សកម្មភាពហិង្សាទាំងនេះខ្លះទៀតក៏ណែនាំឲ្យភាគីជម្លោះអត់ធ្មត់ចេះមានហេតុផលហើយខ្លះទៀតក៏ស្នើសុំធ្វើជាអន្តរការីនៅក្នុងសេចក្តីថ្លែងការណ៍លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្កោលទោសទង្វើប្រទុសរាយយោធាក្នុងតំបន់ដោយជំរុញឲ្យបញ្ឈប់ការស្អប់ខឹងនិងប្រើកម្លាំងដាក់គ្នាត្រូវត្រឡប់មកកាន់តុចរចាគ្នាវិញហើយការវាយប្រហារគ្នានោះនាំឲ្យមានការហិនហោចទុកសោករបស់មនុស្សជាតិតែប៉ុណ្ណោះនេះគឺជាពេលទទូចរបស់លោក Volker ទុក Victor ទុកឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិដោយរំលឹកថាគឺជាជនស៊ីវិលជាអ្នកខាត់បងក្នុងរាល់គ្រប់ចំនួនប្រដាប់អាវុធដូចជាប្រទេសជិតខាងដូចជាអឺរ៉ុបឬឥណ្ឌាដោយមិនចង់ឃើញស្ថានភាពធ្លាក់កាន់តែដុនដាបសហភាពអឺរ៉ុបបន្តដោយសហភាពអាហ្វ្រិកបានអំពាវនាវឲ្យមានការការពារជនស៊ីវិលនិងគោរពច្បាប់មនុស្សធម៌អន្តរជាតិនិងការអត់ធ្មត់ជាអតិបរមាដើម្បីធានាសុវត្ថិភាពនុយក្លេអ៊ែរនិងដើម្បីបញ្ជាកុំឲ្យពិភពលោកធ្លាក់ក្នុងអស្ថិរភាពកាន់តែធ្ងន់ធ្ងរនៅឆ្ងាយមែនតែឥណ្ឌូនេស៊ីក៏ដូចអូម៉ង់ប្រទេសក្នុងតំបន់ឈូងសមុទ្របានស្នើសុំធ្វើអន្តរការីឲ្យអាមេរិកនិងអ៊ីរ៉ង់សូមឲ្យភាគីទាំងអស់អត់ធ្មត់ហើយប្រឹងឲ្យអស់ពីលទ្ធភាពរកវិធីបន្ធូរបន្ថយសម្ពាធជាមួយនឹងការអំពាវនាវឲ្យភាគីជម្លោះឈប់បាញ់គ្នាភ្លាមហើយងាកមកបន្តនៅតុចរចាដើម្បីតំបន់រកសន្តិភាពនិងស្ថិរភាពចិនក៏បានប្រមានអំពីផលវិបាកនៃអំពើហិង្សាប្រយុទ្ធគ្នានៅតំបន់ដើមបូព៌ាដោយបន្ថែមថាគ្រប់គ្នាត្រូវគោរពអធិបតេយ្យភាពជាតិនិងសន្តិសុខនិងបូរណភាពដែនដីរបស់អ៊ីរ៉ង់ចំណែករុស្ស៊ីវិញយល់ថាការវាយប្រហារអាមេរិកនិងអ៊ីស្រាអែលជាដំណើរផ្សងព្រេងដ៏គ្រោះថ្នាក់ដែលជាការគំរាមកំហែងក្នុងតំបន់ឲ្យធ្លាក់ក្នុងគ្រោះមហន្តរាយក្នុងពេលជជែកតាមទូរស័ព្ទជាមួយនឹងសមភាគីរុស្ស៊ីប្រមុខការទូតអ៊ីរ៉ង់បានអំពាវនាវឲ្យសហគមន៍អន្តរជាតិជាពិសេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាំអ ុក្រិដ្ឋជនអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកទៅតុលាការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវបើកប្រជុំបន្ទាន់នៅយប់ថ្ងៃសៅរ៍ទី28កុម្ភៈនៅទីក្រុងញូវយ៉កតាមសំណើរបស់បារាំងអាល្លឺម៉ង់និងអង់គ្លេសស្ទើរយល់ឃើញថាការវាយប្រហារគ្នានេះគឺជាគ្រោះថ្នាក់សម្រាប់គ្រប់គ្នានិងត្រូវតែបញ្ឈប់ជាបន្ទាន់តែនៅក្នុងសេចក្តីថ្លែងការណ៍ប្រទេសទាំង3ថ្កោលទោសខ្លាំងការបាញ់ប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ទៅតាមបណ្ដាប្រទេសផ្សេងគ្នានៅក្នុងតំបន់សម្រាប់ប្រទេសខ្លះទៀតដូចជាយ៉ាងអូស្ត្រាលីឬអ៊ុយក្រែនផងការវាយប្រហាររបស់អ៊ីស្រាអែលនិងអាមេរិកជាលទ្ធផលនៃអំពើហិង្សានៃរបបផ្ដាច់ការអ៊ីរ៉ង់និងកំពុងផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋអ៊ីរ៉ង់ចំណែកក្រុមប្រទេសជិតខាងនៅក្នុងតំបន់វិញដូចជាអេមីរ៉ាតអារ៉ាប់រួមអារ៉ាប៊ីសាអូឌីតកាតាព្រមទាំងប្រេស៊ីផងបានថ្កោលទោសដោយចំការវិបត្តិរបស់អ៊ីរ៉ង់ហើយក៏បញ្ជាក់អំពីភាពចាំបាច់នៃការបញ្ឈប់ចំនួនដោយកម្លាំងនិងធ្វើមករកដំណោះស្រាយតាមផ្លូវចរចាដើម្បីបញ្ជាកុំឲ្យដំបៅរីកធំធាត់ដោយជាក់ស្ដែងអ៊ីរ៉ាក់បានព្រមមានអំពីលទ្ធភាពចូលលុកដៃក្នុងចំនួនឯនាយករដ្ឋមន្ត្រីលីបង់ប្រកាសមិនចង់ឲ្យគេទាញប្រទេសចូលពាក់ព័ន្ធនោះទេប៉ុន្តែក្រុមហេបូឡាលីបង់បានអំពាវនាវឲ្យមានការបះបោរប្រឆាំងនឹងការឈ្លានពានអ៊ីរ៉ង់ហើយអាមេរិកក៏បានចេញសារណែនាំឲ្យពលរដ្ឋអាមេរិកចាក់ចេញពីលីបង់និងកុំឲ្យលីបង់មកលីបង់បើមិនមានការចាំបាច់ក្រុមហ៊ុន Maka សាងសង់ TSE ផ្ដល់សេវាប្រឹក្សាយោបល់និងការសាងសង់សំណង់គ្រប់ប្រភេទប្រកបដោយវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់ជាសកលទំនាក់ទំនង Telegram លេខ015 299 697